បាទសូមជម្រាបសួរខ្ញុំបាទឈ្មោះបុត្រវណ្ឌិតអភិបាលរងនៃគណៈអភិបាលក្រុងសំរោងខេត្តឧត្តរមានជ័យថ្ងៃនេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារជាពិសេសគឺក្រសួងព័ត៌មានដែលបានដឹកនាំនៅប្រតិភូដែលមានបណ្ដាស្ថាប័នសារព័ត៌មានក្នុងស្រុករបស់យើងចុះពិនិត្យនៅស្ថានភាពជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋដែលភៀសសឹកនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យរបស់យើងទីនេះគឺស្ថិតនៅក្នុងភូមិស្រះកែវឃុំពងរោស្រុកចង្កាល់នៃខេត្តឧត្តរមានជ័យដែលក្រុមបងប្អូនអ្នកសារព័ត៌មានរបស់យើងបានជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋទស្សនវិជ្ជាដែលយើងឃើញនេះគឺជាសំណង់លំនៅឋានបណ្ដោះអាសន្នដែលក្រោមការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលកម្ពុជាជាពិសេសគឺនៅថ្នាក់ខេត្តផ្ទាល់មានឯកឧត្តមទេសរដ្ឋមន្ត្រីគុណគីមឯកឧត្តមមានច័ន្ទយដាអភិបាលនៃគណៈបាលខេត្តដែលលោកយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ដែលមានការហុំព័ទ្ធតំបន់ដែលស្ថិតនៅក្នុងតំបន់ក្រហមដែលបងប្អូនប្រជាពលរដ្ឋមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានអញ្ចឹងលំនៅឋានដែលបាននឹងកំពុងតែបងប្អូនរស់នៅនេះគឺយើងបានសាងសង់និងបានផ្ដល់ជូនបងប្អូនចូលស្នាក់នៅបណ្ដោះអាសន្នដើម្បីជួយសម្រួលដល់សុខុមាលភាពនិងការរស់នៅរបស់ពួកគាត់ឲ្យបានល្អប្រសើរមានន័យថាឲ្យបានល្អជាងការរស់នៅក្នុងជំរកតង់បាទពាក់ព័ន្ធទៅនឹងកិច្ចការងារនេះផលលំបាកដែលក្នុងនាមអាជ្ញាធរដែលយើងបានជួបប្រទះសម្រាប់កិច្ចការងារបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋដែលគាត់ភៀសសឹកគឺវាពាក់ព័ន្ធទៅនឹងការរៀបចំនៅផ្នែកការគាំពៀការគាំពៀហ្នឹងគឺក្នុងនាមអាជ្ញាធររបស់យើងដែលជាកម្រិតអាជ្ញាធរក្រុងស្រុកដូចជាអាជ្ញាធរខេត្តគឺបងប្អូនប្រជាពលរដ្ឋដែលជាក្រុមគ្រួសាររបស់បងប្អូនភៀសសឹកមួយចំនួនគឺគាត់ស្ថិតនៅក្នុងតំបន់ដែលអាចវិលត្រឡប់ទៅវិញបានក៏ប៉ុន្តែគឺគាត់នៅតែជាយាមចូលមកទីតាំងនេះដែលយើងពិបាកក្នុងការសម្រួលមួយគាត់មែនទែនគឺវាពាក់ព័ន្ធទៅនឹងផ្នែកសតិអារម្មណ៍ផ្លូវចិត្តរបស់គាត់ក្រោយការឆ្លងកាត់នៅវិបត្តិ2លើកនេះគឺបងប្អូននៅតែខ្លាចនៅស្នូកំភ្លើងនៅពេលខ្លះសម្បីតែលឺតែកោលាន់ក៏គាត់មានការរន្ធត់ដែរអញ្ចឹងហើយការលំបាករបស់យើងទោះបីជាស្ថិតនៅក្នុងតំបន់ដែលគាត់អាចវិលត្រឡប់ទៅវិញបានអាចទៅរស់នៅវិញបានក៏យើងពិបាកក្នុងការជំរុញគាត់ក៏ប៉ុន្តែក្នុងនាមអាជ្ញាធរយើងគិតអំពីសុវត្ថិភាពរបស់ពួកគាត់គឺយើងគិតអ្នកដែលស្ថិតនៅតំបន់ប្រឈមខ្លាំងទើបយើងអនុញ្ញាតឲ្យគាត់ចូលមកទីនេះក៏ប៉ុន្តែបច្ចុប្បន្ននេះគឺនៅមានគ្រួសារមួយចំនួនដែលស្ថិតនៅក្រៅតំបន់គឺកំពុងតែមានវត្តមាននៅជំរំនឹងដែរដែលយើងនឹងកំពុងតែធ្វើបច្ចុប្បន្នភាពហើយរកឲ្យឃើញថាបងប្អូនដែលគាត់មិនស្ថិតនៅក្នុងតំបន់ប្រឈមនឹងជូនពួកគាត់ត្រឡប់ទៅនៅមូលដ្ឋានវិញបានតាមរយៈការរំលោភបំពានរបស់យោធាថៃនេះគឺបានបង្កនៅវិនាសកម្មនិងការជិះចាប់ការព្រាត់ប្រាសក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋរបស់យើងជាពិសេសគឺវរៈកងទ័ពរបស់យើងជាច្រើនដែលបានពលីជីវិតនៅក្នុងការការពារបូរណភាពទឹកដីហើយមិនតែប៉ុណ្ណោះសោតក្រុមគ្រួសារជារាប់ម៉ឺនគ្រួសារដែលបានជំលះចេញពីផ្ទះសម្បែងហើយមកទល់មកនេះគឺនៅតែមានអ្នកបន្តជំលះដូចដែលបងប្អូនក្រុមអ្នកសារព័ត៌មានរបស់យើងបានចោះជួបស្រាប់ហ្នឹងគឺខ្សិតតែជាក្រុមបងប្អូនក្រុមគ្រួសារដែលមិនទាន់បានវិលទៅផ្ទះសម្បែងហើយមួយវិញទៀតក៏មានក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋជាច្រើនដែលបានចាក់ចេញពីលំនៅឋានហើយទៅតាមបណ្ដាខេត្តផ្សេងទៀតក៏មិនទាន់បានវិលមកវិញដែរគឺនៅតែមានមួយចំនួនទៀតបាទដែលលោកបានចេញពីមូលដ្ឋានខេត្តក៏ដូចជាក្រុងស្រុករបស់យើងទៅកាន់ខេត្តផ្សេងហើយក៏ចាប់យករបររស់នៅទីនោះបន្តទៀតនឹងមានដែរបាទជាការពិតណាស់ចំពោះអ្នកដែលរស់នៅគៀកទៅនឹងតំបន់ព្រំដែនដូចយើងខ្ញុំដែលនៅគៀកនឹងព្រំដែននេះគឺយើងពិតជាមានការលំបាកมันអាចកំណត់បានថាតើចម្ងាយប៉ុណ្ណាទើបសុវត្ថិភាពចម្ងាយប៉ុណ្ណាទើបมันមានការផិតភ័យទេបាទក៏ប៉ុន្តែយើងនឹងព្យាយាមនៅក្នុងការបង្កើនទីតាំងដែលបងប្អូនរស់នៅនឹងឲ្យមាននៅសុខដុមនីយកម្មមានន័យថាទាំងសេវារដ្ឋបាលទាំងផ្នែកសុខភាពជាពិសេសគឺអាជ្ញាធរដែនដីរបស់យើងត្រូវតែចូលទៅទីតាំងនោះនិងរស់នៅទីនោះជាសញ្ញាមួយបង្ហាញថាតំបន់ដែលគាត់រស់នៅនោះគឺអាចចូលទៅនៅវិញបាននឹងគឺជាអ្វីដែលយើងនឹងកំពុងតែធ្វើនាពេលបច្ចុប្បន្ននេះបាទទាំងផ្នែកសន្តិសុខទាំងផ្នែកសុខាភិបាលទាំងផ្នែកអីគឺយើងបានទៅដល់មូលដ្ឋានយើងវិញបាទយើងមានប្រជាពលរដ្ឋ
ម្នាក់ដែលបានបាត់បង់អាយុជីវិតដោយសារពេលដែលគាត់ត្រឡប់ទៅមូលដ្ឋានវិញហើយគាត់បានទៅកាប់ឆ្កាព្រៃនៅក្រោយផ្ទះក៏បានប៉ះទៅនឹងក្របបែកចង្កោមមួយក្របបាទតែម្សល់មិនទាន់ផ្ទុះក៏បានទទួលមរណភាពបាទនេះគឺជាការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងក្រោយមានក្រោយសង្គ្រាមឈ្លានពានរបស់ថៃដែលបានបន្សល់នៅអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះហើយនៅក្នុងកិច្ចការងារនេះគឺយើងបានបន្តការផ្សព្វផ្សាយជំរុញឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទៅលើទីតាំងដែលមានការសង្ស័យបាទក៏ប៉ុន្តែដូចបងសារព័ត៌មានជាតិស្រាប់ហើយគឺកត្តានៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងគឺត្រូវការក្នុងការបង្កើនផលរបរចិញ្ចឹមជីវិតបាទអញ្ចឹងទោះបីជាយ៉ាងណាក៏ដោយក៏យើងនៅតែបន្តការផ្សព្វផ្សាយបន្ថែមទៀតធ្វើយ៉ាងណាឲ្យមានការបន្តការប្រុងប្រយ័ត្នចំពោះតំបន់ដែលនៅមានការសង្ស័យបាទថ្ងៃនេះផ្ទាល់គឺជាខួប1ឆ្នាំហើយជាក់ស្ដែងគឺក្រៅពីសំណួរបបងបន្តិចថ្នាក់ដឹកនាំខេត្តក្រុមការដឹកនាំផ្ទាល់របស់អាដាមមានច័ន្ទយដាអភិបាលនៃគណៈបាលខេត្តលោកបានប្រារព្ធនៅពិធីរំលឹកខួប1ឆ្នាំក៏ដូចជាការឧទ្ទិសកុសលជូនដល់បងប្អូនវីរៈកងទ័ពជាពិសេសនោះគឺបង្ហាញឲ្យឃើញអំពីការនឹកដឹងគុណជានិច្ចចំពោះការលះបង់ដែលបានរៀបចំកាលពីថ្ងៃទី23ខែកក្កដាម្សិលមិញនេះដែលបានរៀបចំនៅវេទិកាអុំទូកមុខសាលាខេត្តផ្សារភ្ជាប់មកវិញជាមួយនឹងសំណួរដែលបងបានលើកឡើងអំពីការចងចាំទៅលើអ្វីដែលបងប្អូនភៀសសឹកដែលលោកបានកំពុងតែជួបប្រទះក្នុងរយៈពេល1ឆ្នាំនេះអ្វីដែលជាការចងចាំធំបំផុតគឺយើងត្រូវតែរួបរวมសាមគ្គីគ្នាបាទទោះបីជាក្នុងកលៈទេសៈណាក៏ដោយសូមឲ្យបងប្អូនដែលយើងបានភៀសសឹកមកនេះគឺបងប្អូនពិសឹកបានបង្ហាញអំពីភាពសាមគ្គីគ្នាបាទគឺមានការចេះចែករំលែកមានការចេះអត់ឱនយោគយល់អធ្យាស្រ័យឲ្យគ្នាហើយបន្តនៅការរួបរวมនៅក្នុងស្មារតីជាតិខ្មែរតែមួយហើយមួយវិញទៀតនោះគឺយើងឃើញថានៅមានស្មារតីនៃការគ្រប់គ្រងពីបងប្អូនប្រជាពលរដ្ឋទៅលើការពហិការមិនប្រើប្រាស់ផលិតផលទំនិញផ្សេងដែលឆ្លងដែនដោយខុសច្បាប់ចូលមកកាន់ប្រទេសកម្ពុជារបស់យើងជាពិសេសគឺទំនិញរបស់ថៃតែម្ដងបាទ